ធ្លាប់ទៅទិញផ្កានៅតាមសួនផ្កាក្នុងខេត្តសៀមរាបនឹងប៉ុន្តែលើកនេះលើកទី1ខ្ញុំកំងផ្កាតាមអនឡាញបងប្អូនខ្ញុំមិនដឹងថាគេដាក់មករបៀបណាទេប៉ុន្តែការកំងនេះគឺគេរៀបចំអត់អីទេគេរៀបចំបានល្អដែរខ្ញុំកំង4-5មុខបងប្អូនអានេះគេហៅថាសកានីប៉ារ៉ាហើយខ្ញុំកំងផ្កាsunrise ព្រះអាទិត្យរះមួយផងតិចបងប្អូនឃើញហើយស្អាតមែនតែនហើយខ្ញុំកំងដើមផ្កាដែលធំជាងគេខ្ពស់ហ្នឹងគេហៅថាផ្កាត្រយ៉ងវាមានក្លិនក្រអូបផ្អែមបែបតែវាអត់ភាយខ្លាំងទេតើយើងនៅចិត្តយើងហិតវាអញ្ចឹងមិនយើងដឹងថាវាមានក្លិនក្រអូបហើយខ្ញុំក៏បានកំងផ្ការបៀបប៉ទាលប៉ុន្តែខ្ញុំភ្លេចឈ្មោះខ្មែរហើយប៉ុន្តែឈ្មោះអង់គ្លេសគេហៅថាChristmas cactus ផាជាអញ្ចឹងឯងចាហើយខ្ញុំបានកំងម្លិះមួយទៀតម្លិះរួតហ្នឹងជាទូទៅម្លិះរួតអត់សូវក្អូបទេបងប្អូនចាញ់ម្លិះលាប៉ុន្តែម្លិះរួតនេះក្អូបមែនតើក្អូបដូចទឹកអប់ប៉ុន្តែដល់ពេលខ្ញុំហិតទៅខ្ញុំអត់សូវចូលចិត្តទេបងប្អូន